ស្រីបងប្អូនទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមចេញដឹកហើយបងប្អូនតែអត់មានបងទេយើងចាប់ផ្ដើមដឹកពីម៉ោង9កន្លះរហូតដល់ម៉ោង6កន្លះបងប្អូនទើបមានបងដែរទេយើងកំពុងតែរងចាំនៅខែមកបងប្អូនអូខេបងប្អូនឥឡូវយើងបានបងហើយក្រោយពីអង្គុយចិត្តកន្លះម៉ោងមកបាន4100ទៅយកទូបងប្អូនទៅយកទូយកពេលទូយើងជីទៅយកពេលទូអស់គ្នាបងប្អូនទៅយកពេលទូនៅឯវិញស្រីឥឡូវយើងមកដល់ហាងកាហ្វេទូបងប្អូនបានអីវ៉ាន់ហើយបានអីវ៉ាន់ហើយគឺបានអីវ៉ាន់យកដឹកឲ្យភ្ញៀវដល់ឥឡូវយើងដឹកយកឲ្យភ្ញៀវទាំងអស់គ្នាបងប្អូនដល់ណាចេះបងប្អូន4100ទៅខាងព្រៃសរមុនទៅខាងព្រៃសរដឹកយកទៅឲ្យភ្ញៀវនៅខាងព្រៃសរបងប្អូនបាន4100បងកាយឆាយចាំទៅដល់ទស្សនាទៅដល់ភ្ញៀវអស់គ្នាឥឡូវយើងបានមកដល់ទីតាំងហើយបងដល់ទីតាំងហើយទីតាំងនៅខេត្តលួងម៉ែដល់ពេទ្យលួងម៉ែដល់ទីតាំងហើយយកវ៉ាន់ឲ្យជាទាំងអស់គ្នាបងទៀតបងប្អូនបងទៀតហើយតាមបងទៀតហើយយើងទៅញាតិទៅខាងព្រៃសរដែរ3400បានបងទៀតហើយ3400ទៅផ្លូវទៅដែរតែវិចិត្រជាងចឹងណាទៅចាំយូរទស្សនាទៅបន្តទីតាំងរបស់គ្នាអូខេឥឡូវយើងបានមកដល់បងបានមកដល់ទីតាំងហើយផ្ទះ12ឯងបងប្អូនអរគ្នាឥឡូវយើងបានបងទៀតហើយ2700ទៅយកកាហ្វេទិញទិញông tìm việc lắm nghe ai chặt đọc ai là bơ ai quan đẹp rồi đợi nhiều bắt không bật nó bong tiệt hai bát cứ express 4000 ជាងដែរឥឡូវយើងកំពុងអាជីទៅយកបងទាំងអស់គ្នាបងប្អូនឥឡូវយើងបានអីវ៉ាន់ទេបងប្អូនយើងអីវ៉ាន់ហ្នឹងទៅខាងប៉ែតស៊ីគឺខាងប៉ែតស៊ីបងប្អូនប៉ែតស៊ីសវណ្ណាប៉ែតស៊ីយើងហ្នឹងឥឡូវយើងចេញដំណើរយកអីវ៉ាន់ទៅឲ្យភ្ញៀវនៅប៉ែតស៊ីសវណ្ណាទាំងអស់គ្នាបងទី4នេះមិញយើងបានបងទី5បង5បងទី5ឲ្យជារួចរាល់ហើយឥឡូវយើងជីដល់រកបងទាំងអស់គ្នាទៀត5ជើងទេបងប្អូនឥឡូវអត់មានបងទេអង្គុយសម្រាប់សិនគឺមានបងដឹកទៀតអត់ពីយើងអង្គុយទទួលបាន Express ជើងទី6ហើយបងប្អូនបានប្រមាណ
5,100 5,100 ตอนยืนthì vô bông đi thằng ốc này nơi cái bài năng đa tê nhiều đây bông lời những bạn này ván không còn đã có chia thằng ốc này từ chương đi bầm môi từ đó cái đó xả trang luôn cái đó xả trang vô thì văn đà từ 5,200 ដែរចាំទស្សនាយើងទៅដល់ភ្ញៀវទាំងអស់គ្នាបាន បងទៀតបងប្អូនបងទី7បាន food 4,700 យើងទៅយកបងទាំងអស់គ្នាបងទី7ទៅខាងជ្រោយចង្វាបងប្អូន 4,700 បងទី7ទៅខាងជ្រោយចង្វាជើងទី8បាន 3,000 រៀលទៀតហើយបងប្អូនធ្វើដំណើរទៅកន្លែងភ្ញៀវបងប្អូនអរគ្នាឥឡូវយើងទើបតែដាក់អីវ៉ាន់ឲ្យភ្ញៀវរួចរាល់ហើយតែអត់ទាន់មានបងដឹកបន្តទៀតទេទើបបានតែ 9 ជើងទេបាទរយៈពេលដូចជា 3 ម៉ោងហើយឥឡូវកំពុងជិះដល់រកបងទៀតអូខេបងប្អូនយើងបានដល់បងទី9ណាទី9បងប្អូន 2,900 បងប្អូនអរគ្នាឥឡូវបន្ទាប់ពីយើងបានបងទី 9 ហើយឥឡូវកំពុងធ្វើដំណើរដឹកយកភ្ញៀវតាភ្ញៀវនៅទូតបារាំងបងប្អូនទូតបារាំងចុះពីស្ពានទៅចង្វាទៅក្រមវិញអញ្ចឹងណាអញ្ចឹងវានៅក្បែរនឹងដែរទេអញ្ចឹងយើងចាំទស្សនាភ្ញៀវទៅដល់ភ្ញៀវទាំងអស់គ្នាឥឡូវភ្ញៀវគាត់ចេញមកហើយយកឲ្យបានជូនគាត់បងបានទី 9,700 ហើយយើងបាន express មួយទៀតបង 3,700 ដល់ឲ្យភ្ញៀវទាំងអស់គ្នាគេបងប្អូនបាន express មួយហើយ express មួយ 11,500 ដល់យើងមើលដល់ណានេះបងប្អូនអូដល់តែខ្មៅបងដល់ខ្មៅ 11,500 ដល់តែខ្មៅដល់យើងចេញដំណើរអស់គ្នាដល់តែខ្មៅ 11,500 let's go ចាំទស្សនាពេលទៅដល់ភ្ញៀវទាំងអស់គ្នាបងឥឡូវយើងបានមកបងវិញទៀតហើយពីតែខ្មៅទៅដល់សាដំក 11,000 បងប្អូនយើងមកតែខ្មៅវិញដឹកឲ្យពីពេញមកតែខ្មៅបាន 11,500 express នៅយើងបាន 11,000 ពីតែខ្មៅទៅខាងសាដំកវិញខ្ញុំមានន័យថាបានបងចឹងទៅវិញអញ្ចឹងវាសុបាយចិត្តដែរអញ្ចឹងណាឥឡូវយើងចាំធ្វើដំណើរទៅដឹកឲ្យបានឲ្យភ្ញៀវទាំងអស់គ្នាឥ
25,600មេឃនេះងាយទេយ៉ាង17,500បងអូខេ7,900បងសម្រាប់ភ្ញៀវដែរណា សេវាខាងភ្ញៀវ អូខេ ចា ប៉ុណ្ណឹងណា ចា មួយទៀតហើយបងប្អូនឥឡូវយើងចេញដំណើរទៅយកឲ្យភ្ញៀវនៅទូកផ្លូវ606ដល់ព្រៀបកំពុងតែចេញដំណើរទៅឲ្យបងប្អូនចាំទស្សនាពេលទៅដល់ភ្ញៀវទាំងអស់គ្នា បានបងច្រកឈ្មោះស្ពួននៅចាំម៉ាប់ហ្នឹង អូខេបាត់បងទៀតហើយ Express បងប្អូន Express មួយទៀតហើយ 5,200 ទៀតទៅពីទូកកទៅដល់អគារវឌ្ឍនៈបងប្អូនអគារវឌ្ឍនៈសាថ្មីហើយយើងធ្វើដំណើរទៅជិះភ្ញៀវទាំងអស់គ្នាបានបងទៀតបងប្អូនណា2,500 15,400បងប្អូនអើយ Express 2,200 តែដឹកផ្កាបងប្អូនដឹកផ្កាស្រស់ល្អបងប្អូន 2,200 ចិត្តនឹងដែរមកកវិចដល់លើចាំភ្ញៀវចេញមកយកហ្នឹងណាប៉ុណ្ណឹងបងប្អូនបានបងទៀតបងប្អូន 4,800 ទៅខាងពីវត្តភ្នំនេះទៅខាងទូកកឥឡូវយើងចេញដំណើរទៅអស់គ្នាទៅខាងទូកកបងប្អូន 4,800 លើយើងមកដល់កន្លែងភ្ញៀវហើយបងប្អូនមកស្មាននេះរឿងស្ទះតិចបងប្អូនអើយមកដល់កន្លែងភ្ញៀវចាំភ្ញៀវចេញយកបាន បងប្អូនទាំងអស់គ្នាឥឡូវយើងបញ្ចប់ការដឹកហើយតាំងពីម៉ោង 9 ជាងរហូតដល់ស្មាននេះវាម៉ោង 5 ជាងអញ្ចឹងវា 8 9 ម៉ោងដែរបងប្អូនឥឡូវយើងមកមើលការយើងដឹកនឹងបានប្រហែលជាងហើយបានថ្លៃដឹកប្រហែលដែរអូខេបងប្អូននេះដឹកបានតែ 19 ជើងទេវារៀងបានមួយអញ្ចឹងហើយបានលុយ 92,800 រៀលអូខេជួបគ្នានៅថ្ងៃស្អែកទាំងអស់គ្នាបាយបាយ